ក្រោយរកឃើញមេដឹកនាំកម្ពុជានៅថ្ងៃនេះអ៊ីរ៉ង់បានប្រកាសកំទេចរោងចក្រចម្រាញ់ប្រេងកាតនៅតំបន់មជ្ឈិមបូព៌ាដែលនឹងធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងកាន់តែខ្លាំងខណៈដែលនៅទីក្រុងតេហ៍រ៉ង់ឯនោះវិញកំពុងតែរងការបំពុលខ្លាំងដោយបរិយាកាសដែលបណ្ដាលមកពីការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើទីតាំងផលិតប្រេងនិងឃ្លាំងស្តុកប្រេងរបស់អ៊ីរ៉ង់ធ្វើឲ្យផ្សែងពុលកំពុងតែគ្របដណ្ដប់យ៉ាងខ្មុលខ្មាញ់ពាសពេញទីក្រុងតេហ៍រ៉ង់តែម្ដងដែលប៉ះពាល់ទៅដល់ប្រជាជនស៊ីវិលរាប់លាននាក់ចំណែកលោកដូណាល់ត្រាំបានបន្តចោទប្រកាន់ចំណែកលោកដូណាល់ត្រាំនៅថ្ងៃនេះបាននិយាយទាំងគ្មានទំនួលខុសត្រូវថាការវាយប្រហារនៅទីតាំងសាលារៀនមួយកន្លែងដែលបណ្ដាលឲ្យកុមារីជាសិស្សសាលារបស់អ៊ីរ៉ង់ស្លាប់ជាង200នាក់នោះមិនមែនជាទង្វើរបស់អាមេរិកនិងអ៊ីស្រាអែលទេក៏ប៉ុន្តែគឺជាទង្វើរបស់អ៊ីរ៉ង់ដោយខ្លួនឯងដែលការនិយាយរបស់លោកដូណាល់ត្រាំដូចនេះកាន់តែធ្វើឲ្យអ៊ីរ៉ង់ខឹងសម្បាជាខ្លាំងដែលកុមារទាំងនោះបានស្លាប់ដោយភាពអយុត្តិធម៌ប្រិមត្តទស្សនិកជនជាទីគោរពមេត្រីយើងទៅបន្តតាមដានព័ត៌មានអាប់ដេតថ្មីៗមួយចំនួននៅថ្ងៃទី9ខែមីនា2026នេះអំពីបញ្ហាសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ារហូតមកដល់ពេលនេះស្ថានភាពកាន់តែឡើងកម្ដៅកាន់តែខ្លាំងមិនទាន់មានសញ្ញានៃការថមថយនោះទេនៅថ្ងៃនេះអ៊ីរ៉ង់បានរកឃើញមេដឹកនាំកំពូលរបស់ខ្លួនជំនួសតំណែងលោកអាយ៉ាតុលឡាះអាលីខាមេនីហើយបាទនោះគឺមូចាបាខាមេនីដែលជាកូនប្រុសទី2របស់លោកអាលីខាមេនីប្រិមត្តទស្សនិកជននេះគឺជាព័ត៌មានរសើបដែលការតែងតាំងមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់នេះធ្វើឲ្យសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមិនពេញចិត្តនោះទេអ៊ីស្រាអែលកន្លងទៅនេះបានប្រមាននឹងសម្លាប់មេដឹកនាំថ្មីណាដែលអ៊ីរ៉ង់តែងតាំងជំនួសលោកខាមេនីលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបានបញ្ជាក់ថាអាមេរិកមានសិទ្ធិគ្រប់គ្រាន់ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ក្នុងករណីដែលអ៊ីរ៉ង់ជ្រើសរើសមេដឹកនាំដោយមិនឆ្លងកាត់ការយល់ព្រមពីសហរដ្ឋអាមេរិកទេនោះអាមេរិកនឹងមិនធ្វើឲ្យអ៊ីរ៉ង់បានសុខនោះទេមានន័យថាសង្គ្រាមរវាងប្រទេសទាំងពីរនេះនឹងបន្តទៅមុខទៀតគ្មានថ្ងៃបញ្ចប់ឡើយដរាបណាទីក្រុងតេហ៍រ៉ង់ជ្រើសរើសមេដឹកនាំថ្មីដែលមានការយល់ព្រមពីសហរដ្ឋអាមេរិកជាមុនសិនតើស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិកចាប់ដៃគ្នាជាមួយអ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់នេះនឹងមានការប្រែប្រួលអ្វីខ្លះនៅពេលដែលកូនប្រុសរបស់លោកអាយ៉ាតុលឡាះអាលីខាមេនីដែលជាអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ហើយត្រូវបានអាមេរិកធ្វើឃាតបានសម្រេចនោះឡើងមកកាន់តំណែងជំនួសឪពុកថាតើអាចនឹងមានរឿងហេតុអ្វីកើតឡើងជាបន្តទៀតពេលនេះបាទអ៊ីស្រាអែលកំពុងតែភ័យខ្លួននឹងប្រុងជើងការខ្ពស់ដោយសារតែគេមើលឃើញថាកូនប្រុសទី2របស់លោកអាយ៉ាតុលឡាះអាលីខាមេនីដែលជាអ្នកស្នងតំណែងថ្មីរបស់អ៊ីរ៉ង់នេះបាទគឺជាមនុស្សមួយដែលមានឥទ្ធិពលបាទដូចឪពុករបស់លោកដែរហើយក៏ជាមនុស្សដែលអាចនឹងដឹកនាំបញ្ជាកងកម្លាំងរបស់អ៊ីរ៉ង់ធ្វើការប្រឆាំងតបតយ៉ាងខ្លាំងក្លាទៅសហរដ្ឋអាមេរិកក៏ដូចជាអ៊ីស្រាអែលវិញរហូតមកដល់ពេលនេះបន្ទាប់ពីឡើងកាន់អំណាចបានថ្មីបាទយើងឃើញថាអ៊ីរ៉ង់បានចាប់ផ្ដើមរៀបចំជើងព្រួលដើម្បីវាយប្រហារបាទទៅតំបន់អារ៉ាប់បាទក៏ដូចជាអ៊ីស្រាអែលសារជាថ្មីម្ដងទៀតក្នុងលក្ខណៈទ្រង់ទ្រីធំជាងមុនទៅទៀតគោលដៅនៃការវាយប្រហារនោះបាទគឺជាការសងសឹកចំពោះអ្វីដែលសហរដ្ឋអាមេរិកបានធ្វើមកលើឪពុករបស់លោកក៏ដូចជាបានបំផ្លាញប្រទេសអ៊ីរ៉ង់ដូចជាការបំផ្លាញយោធាអ៊ីរ៉ង់ការទម្លាក់គ្រាប់បែកកំទេចបាទហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចអ៊ីរ៉ង់បាទដូចជារោងចក្រចម្រាញ់ប្រេងជាដើមយើងដឹងហើយថាអ៊ីរ៉ង់គឺជាប្រទេសមួយដែលពឹងផ្អែកសឹងតែទាំងស្រុងទៅលើការនាំចេញប្រេងអាមេរិកបាទឃើញចំណុចខ្សោយអ៊ីរ៉ង់ដូចនេះបាទចាប់ដើមទម្លាក់គ្រាប់បែកដាក់រោងចក្រចម្រាញ់ប្រេងរបស់អ៊ីរ៉ង់ក៏ដូចជាទម្លាក់គ្រាប់បែកកំទេចកន្លែងស្តុកប្រេងរបស់អ៊ីរ៉ង់កាលពីពេលថ្មីកន្លងទៅនេះដែលរឿងនេះបានធ្វើឲ្យមេដឹកនាំអ៊ីរ៉ង់ហ្នឹងគឺជឿចាប់ខ្លាំងមែនទែនឥឡូវនេះបាទអ៊ីរ៉ង់គឺសម្រួចធ្មង់បាទដើម្បីវាយប្រហារទៅអ៊ីស្រាអែលវិញដូចជារោងចក្របាទនុយក្លេអ៊ែររបស់អ៊ីស្រាអែលក៏ដូចជារោងចក្រប្រេងរបស់អ៊ីស្រាអែលដូចគ្នាបាទហើយរឿងនេះមិនមែនជារឿងថ្មីទេសម្រាប់អាមេរិកពីព្រោះអាមេរិកព្យាករដឹងស្រេចហើយថាកូនរបស់លោកអាលីខាមេនីបានឡើងកាន់តំណែងជំនួសឪពុកបាទនោះនឹងធ្វើឲ្យស្ថានភាពសង្គ្រាមបាទកាន់តែផ្ទុះឡើងកាន់តែធ្ងន់ធ្ងរពេលនេះបាទអ៊ីរ៉ង់គឺបដិញ្ញាចិត្តបាទក្នុងការកំទេចបាទរោងចក្រចម្រាញ់ប្រេងកាតនៅតំបន់អារ៉ាប់បាទដូចជាអារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួមបារ៉ែនកាតាដែលប្រទេសទាំងអស់ហ្នឹងបាទគឺសុទ្ធសឹងតែជាប្រទេសនាំចេញប្រេងបាទលំដាប់កំពូលលើពិភពលោកដែរអ៊ីរ៉ង់គឺមានបំណងកំទេចបាទរោងចក្រចម្រាញ់ប្រេងបាទរបស់បណ្ដាប្រទេសទាំងអស់នោះដែលភាគច្រើនគឺមានក្រុមហ៊ុនសហរដ្ឋអាមេរិកវិនិយោគតាក់ទងនឹងប្រេងនៅទីនោះវាគឺជាចំណុចមួយដែលសបញ្ជាក់ឲ្យឃើញថាអ៊ីរ៉ង់ចង់បំផ្លាញផលប្រយោជន៍សហរដ្ឋអាមេរិកបាទនៅតំបន់មជ្ឈិមបូព៌ាឲ្យខ្ទេចតែម្ដងវាអាចជាការដាក់សម្ពាធសេដ្ឋកិច្ចមួយបាទទៅដល់លោកដូណាល់ត្រាំបន្ថែមទៅលើការបិទច្រកសមុទ្រហូម៉ូសបាទដែលមិនឲ្យនាវាដឹកប្រេងចេញធ្វើឲ្យតម្លៃប្រេងអន្តរជាតិហក់ឡើងយ៉ាងគំហុកតែម្ដងបន្ទាប់ពីរងការវាយប្រហារយ៉ាងដំណំទៅលើរោងចក្រចម្រាញ់ប្រេងនិងកន្លែងស្តុកប្រេងបាទរបស់នឹងទីតាំងស្តុកប្រេងរបស់អ៊ីរ៉ង់ហើយនោះឥឡូវនេះប្រជាជនអ៊ីរ៉ង់កំពុងតែជួបប្រទះនៅបញ្ហាមួយទៀតប្រិមិត្តបាទនោះគឺតាក់ទងទៅនឹងបញ្ហាផ្សែងពុលដែលកំពុងតែគំរាមកំហែងអាយុជីវិតបាទរបស់ប្រជាជននៅទីក្រុងតេហ៍រ៉ង់តែម្ដងដែលយើងដឹងហើយថាផ្សែងពុលនេះបាទគឺកើតឡើងដោយសារតែផ្សែងឆេះរោងចក្របាទចម្រាញ់ប្រេងក៏ដូចជាឃ្លាំងស្តុកប្រេងនោះឯងឥឡូវនេះបាទ
ផ្សែងពុលនេះវាបានវិវត្តបាទទៅជាភ្លៀងបាទដែលភ្លៀងនោះគឺប៉ះពាល់ដល់សុខភាពរបស់ប្រជាជននេះគឺជាសោកនាដកម្មមួយបាទដែលកំពុងតែកើតឡើងបាទនៅប្រទេសអ៊ីរ៉ង់ដែលជារឿងមួយគួរឲ្យរន្ធត់និងសោកស្ដាយបំផុតបាទដែលប្រជាជនអ៊ីរ៉ង់បានជួបប្រទះបាទនៅសោកនាដកម្មបែបនេះតាមការចុះផ្សាយដោយសារព័ត៌មាន CNN បានរាយការណ៍អំពីបរិយាកាសនៅទីក្រុងតេហេរ៉ង់នៅថ្ងៃទី8ខែមិនិនាបន្ទាប់ពីមានបាតុភូតភ្លៀងខ្មៅបានកើតមានឡើងបន្ទាប់ពីការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែលដែលផ្ដោតលើកន្លែងផ្ទុកប្រេងពលរដ្ឋអ៊ីរ៉ង់ម្នាក់ដែលត្រូវបានសម្ភាសបាននិយាយថាទីក្រុងទាំងមូលងងឹតមេឃខ្មៅទាំងស្រុងហើយពពកក្រាស់ៗគ្របដណ្ដប់តំបន់នោះធ្វើឲ្យវាមានអារម្មណ៍ថាថប់ដង្ហើមវាមិនដូចអ្វីដែលខ្ញុំធ្លាប់បានឃើញពីមុនមកទេវាមើលទៅដូចជាទីបញ្ចប់នៃពិភពលោកឬឋាននរកដូចដែលខ្ញុំស្រមៃពលរដ្ឋអ៊ីរ៉ង់ម្នាក់ទៀតបាននិយាយដោយបន្ថែមថាគាត់បានឃើញការផ្ទុះដ៏ធំមួយពីការវាយប្រហារដែលបណ្ដាលឲ្យមេឃភ្លឺភ្លាមៗលើពីនេះ CNN បានរាយការណ៍ថានៅព្រឹកនេះមេឃនៅលើទីក្រុងតេហេរ៉ង់ត្រូវគ្របដណ្ដប់ដោយផ្សែងខ្មៅក្រាស់ខណៈដែលទឹកភ្លៀងត្រូវបានបំពុលដោយស្នាមប្រឡាក់ខ្មៅជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលកាសែត Al Jazeera បានរាយការណ៍ថាអាជ្ញាធរអ៊ីរ៉ង់បានចេញសេចក្តីព្រមានដល់សាធារណជនអំពីហានិភ័យនៃភ្លៀងពុលដោយបញ្ជាក់ថាភ្លៀងអាចបណ្ដាលឲ្យរលាកស្បែកនិងបំផ្លាញសួតហើយបានចេញវិធានការឲ្យប្រជាជនអ៊ីរ៉ង់ស្នាក់នៅតែក្នុងផ្ទះនៅពេលដែលមានភ្លៀងធ្លាក់ពីព្រោះវាអាចប៉ះពាល់ខ្លាំងដល់សុខភាពប្រជាជនពីព្រោះថាឥឡូវនេះទីក្រុងតេហេរ៉ង់នឹងជួបបញ្ហាផ្សែងពុលហើយនឹងភ្លៀងដែលមានជាតិពុលហើយការបំពុលបរិយាកាសនេះគឺដោយសារតែអ៊ីស្រាអែលបាទកំទេចរោងចក្រចម្រាញ់ប្រេងបាទក៏ដូចជាស្តុកប្រេងរបស់អ៊ីរ៉ង់នេះឯងបាទប្រិមិត្តបាទក្រៅពីរងគ្រោះបាទដោយការវាយប្រហារដោយអាវុធទំនើបហើយឥឡូវនេះប្រជាជនអ៊ីរ៉ង់ជួបគ្រោះមួយទៀតបាទគឺគ្រោះធម្មជាតិដែលបណ្ដាលមកពីការបំពុលនៃបរិយាកាសបាទដោយអ៊ីស្រាអែលនិងអាមេរិកនេះឯងក្រៅពីសោកនាដកម្មបាទបំពុលបរិស្ថានដែលជាទង្វើរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកមកលើប្រទេសអ៊ីរ៉ង់នេះបាទយើងឃើញថាមានរឿងមួយដែលគួរឲ្យហួសចិត្តដែរនោះបាទគឺតាក់ទងទៅនឹងការនិយាយរបស់លោកដូណាល់ត្រាំនៅថ្ងៃនេះដោយបានបញ្ជាក់ថាការទម្លាក់គ្រាប់បែកចំទីតាំងអគារសិក្សាមួយកន្លែងបាទដែលសិតតែជាកុមារីបាទធ្វើឲ្យកុមារីដែលជាសិស្សសាលានឹងប្រមាណជា200នាក់ស្លាប់ហើយមនុស្សរាប់រយនាក់ទៀតរងរបួសនោះបាទលោកដូណាល់ត្រាំបានបញ្ជាក់ថាទង្វើនេះគឺមិនមែនជាទង្វើរបស់អាមេរិកបាទនិងអ៊ីស្រាអែលទេបាទគឺជាទង្វើរបស់អ៊ីរ៉ង់ខ្លួនឯងតែម្ដងនេះគឺជារឿងមួយដែលហួសចិត្តមែនទែនពីព្រោះថាសោកនាដកម្មនៅសាលារៀនមួយកន្លែងបាទដែលជាសាលារៀនសិស្សស្រីបាទមានអាយុចន្លោះចាប់ពី7ឆ្នាំដល់14ឆ្នាំត្រូវបានអ៊ីរ៉ង់ចោទប្រកាន់អាមេរិកថាជាទង្វើរបស់អាមេរិកនិងអ៊ីស្រាអែលបាទទម្លាក់គ្រាប់បែកបាទលើទីតាំងសាលារៀននោះធ្វើឲ្យមានការស្លាប់បាទកុមារីដែលជាសិស្សស្រីនឹងរាប់រយនាក់ទង្វើនេះបាទធ្វើឲ្យប្រជាជនអ៊ីរ៉ង់ទូទាំងប្រទេសនឹងខឹងសម្បានឹងសហរដ្ឋអាមេរិកខ្លាំងមែនទែនថាជាការវាយប្រហារលើទីតាំងស៊ីវិលដែលជារឿងមួយមិនអាចទទួលយកបានទេហើយឥឡូវនេះបាទលោកដូណាល់ត្រាំចេញមកបកស្រាយហើយបាទតាមការចុះផ្សាយដោយសារព័ត៌មាន RT ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបដិសេធបាទគឺមិនទទួលខុសត្រូវទេចំពោះរឿងនេះដោយលោកដូណាល់ត្រាំនឹងទម្លាក់កំហុសបាទទៅលើអ៊ីរ៉ង់បាទថាអ៊ីរ៉ង់នឹងគឺបាញ់មីស៊ីលខុសបច្ចេកទេសធ្លាក់ទៅលើសាលារៀនរបស់ខ្លួនឯងចឹងទៅរឿងនេះបាទគឺបើយើងមើលទៅគឺស្តៀងទៅនឹងប្រទេសថៃដែលទម្លាក់កំហុសមកលើកម្ពុជាដែរប្រិមិត្តកន្លងទៅថៃតែងតែទម្លាក់កំហុសគ្រប់យ៉ាងបាទមកលើកម្ពុជាបើទោះបីជាថៃនេះបាទផ្លោងគ្រាប់កំទេចប្រាសាទព្រះវិហារក៏ថៃចោទថាខ្មែរជាអ្នកបាញ់ឲ្យខ្ទេចខ្លួនឯងទម្លាក់គ្រាប់បែកបាទនៅវត្តប្រាសាទតាមាន់ថៃចោទប្រកាន់ថាខ្មែរយើងបាញ់កំទេចខ្លួនឯងឥឡូវសហរដ្ឋអាមេរិកហ្នឹងគឺនិយាយដូចថៃចឹងបាទដែលរឿងនេះមួយគឺជារឿងមួយហួសចិត្តសម្រាប់ប្រជាជនដែលរងគ្រោះហើយសម្រាប់ប្រទេសបាទដែលជាអ្នករងគ្រោះហើយត្រូវបានប្រទេសមានកម្លាំងខ្លាំងជាងបំពេញបាទហើយទម្លាក់កំហុសដូចនេះបាទវាជារឿងមួយដែលមិនអាចទទួលយកបានពីព្រោះកម្ពុជាទើបតែឆ្លងកាត់ពីការឈ្លានពានរបស់ថៃទៅថ្មីនេះទេជួបប្រទេសបាទឆ្អែតឆ្អន់ទៅហើយនៅពាក្យលាពណ៌បាទការបង្កាច់បង្ខូចចោតប្រកាន់បាទពីសំណាក់ថៃមកលើកម្ពុជាឥឡូវនេះយើងបានឃើញសម្ដីបាទរបស់មេដឹកនាំប្រទេសបាទជឿនលឿនលេខ1លើពិភពលោកបាទនិយាយទម្លាក់កំហុសបាទទៅលើប្រទេសអ៊ីស្រាអែលបាទថាអ៊ីស្រាអែលហ្នឹងគឺបាញ់គ្រាប់រ៉ុកែតខុសបច្ចេកទេសបាទចំសាលារៀនខ្លួនឯងធ្វើឲ្យសិស្សសាលាប្រមាណជា200នាក់ហ្នឹងស្លាប់ទាំងអយុធធម៌នេះបើតាមការផ្សាយបាទដោយសារព័ត៌មាន RT ជាការកត់សម្គាល់បាទសន្ទរកថាលោកដូណាល់ត្រាំនេះបាទគឺផ្ទុយទៅនឹងការស៊ើបអង្កេតដោយ AP CNN New York Times និង Washington Post ដែលបានបញ្ចប់និងដោយផ្អែកលើរូបភាពផ្កាយរណបនិងផុសតាងដែលមើលឃើញផ្សេងទៀតថាសហរដ្ឋអាមេរិកទំនងជាបានបំផ្លាញសាលាបឋមសិក្សារបស់ក្មេងស្រីនៅទីក្រុងមីណាបភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ក្នុងអំឡុងពេលនៃការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី28កុម្ភៈដែលទីតាំងកងឆ្មាំបដិវត្តអ៊ីស្លាមស្ថិតនៅក្បែរនោះបាទដូច្នេះអាមេរិកបាទគិតថាសាលារៀននោះបាទគឺជាប្រតិទាហានបាទរបស់កងទ័ពអ៊ីស្លាមអញ្ចឹងទេបាទក៏ទម្លាក់ទៅតែជាអកុសលបាទគឺទម្លាក់ទៅចំសាលារៀនក្មេងស្រីអ៊ីរ៉ង់ធ្វើឲ្យមានការស្លាប់និងរបួសយ៉ាងច្រើនហើយត្រូវបានលោកដូណាល់ត្រាំប្រកាសបដិសេធតែម្ដងនៅថ្ងៃនេះបន្ទាប់មកបានអ្នកសារព័ត៌មានម្នាក់បានសួររដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកបាទគឺ Pete Hegseth បាទថាតើវាពិតទេវាគឺជាទង្វើរបស់អ៊ីរ៉ង់ដែលធ្វើដូច្នេះដែរឬទេលោក Hegseth បាននិយាយថាយើងកំពុងស៊ើបអង្កេតវាដោយបន្ថែមថាភាគីតែមួយគត់ដែលកំណត់គោលដៅជនស៊ីវិលគឺអ៊ីរ៉ង់
បាទទាំងរដ្ឋមន្ត្រីក្រសួងសង្គ្រាមទាំងប្រធានាធិបតីគឺកំពុងតែចោទទៅលើអ៊ីរ៉ង់វិញលោកដូណាល់ត្រាំក៏បានឆ្លើយឆ្លងបន្ថែមដោយនិយាយថាយើងគិតថាវាត្រូវបានធ្វើឡើងដោយប្រទេសអ៊ីរ៉ង់ពីព្រោះពួកគេមានភាពខុសឆ្គងខ្លាំងណាស់បាទដោយដែលអ្នកដឹងជាមួយនឹងក្របបែករបស់ពួកគេមិនមានភាពសុក្រិតអ្វីឡើយអង្គការសហប្រជាជាតិបានថ្កោលទោសការវាយប្រហារនេះថាជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើកុមារលើការអប់រំនិងអនាគតនៃសហគមន៍ទាំងមូលដោយសង្កត់ធ្ងន់ថាជនស៊ីវិលមិនត្រូវចាត់ទុកជាវត្ថុបញ្ចាំសម្រាប់សង្គ្រាមនោះទេនៅក្នុងវិធានការដែលគួរឲ្យភ្ញាក់ផ្អើលនិងជាការឌឺដងទៅកាន់សហរដ្ឋអាមេរិកក្រុមបព្វជិតជាន់ខ្ពស់របស់អ៊ីរ៉ង់កាលពីថ្ងៃទី8ខែមិនិនាម្សិលមិញនេះបានសម្រេចតែងតាំងលោកអាយ៉ាតូឡាមូតាបាខាមីនីការសម្រេចនេះធ្វើឡើងតែ9ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកអាយ៉ាតូឡាអាលីខាមីនីត្រូវបានសម្លាប់ក្នុងយុទ្ធនាការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលសេចក្តីថ្លែងការណ៍ដែលចេញផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋបានបញ្ជាក់ថាក្រុមប្រឹក្សាអ្នកជំនាញចំនួន88រូបបានបោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសលោកមូតាបាក្នុងវ័យ56ឆ្នាំឲ្យក្លាយជាមេដឹកនាំជំនាន់ទី3នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដោយមិនមានការស្ទាក់ស្ទើរឡើយបើទោះបីជាស្ថិតក្រោមការវាយប្រហារដ៏សាហាវពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក៏ដោយលោកមូតាបាត្រូវបានគេស្គាល់ថាជាអ្នកនិយមជ្រុលដូចឪពុករបស់លោកដែរហើយការឡើងកាន់តំណែងនេះបានបង្ហាញថាអ៊ីរ៉ង់នឹងបន្តគោលនយោបាយរឹងត្អឹងប្រឆាំងនឹងការតវ៉ាក្នុងស្រុកនិងបន្តប្រឈមមុខដាក់គ្នាជាមួយសត្រូវពីខាងក្រៅដែលមានសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក្រោយពីបានរកឃើញមេដឹកនាំថ្មីរបស់ខ្លួននៅថ្ងៃនេះអ៊ីរ៉ង់បានប្រកាសថានឹងគំទេចហេដ្ឋារចនាសម្ព័ន្ធផលិតប្រេងចំពោះប្រទេសនៅតំបន់អារ៉ាប់ទាំងមូលបើសិនជារឿងនេះកើតឡើងមែននោះនឹងធ្វើឲ្យតម្លៃប្រេងសកលកាន់តែឡើងថ្លៃខ្ពស់អ៊ីរ៉ង់ហាក់បង្ហាញជំហរយ៉ាងរឹងមាំប្រឆាំងទៅនឹងសត្រូវពីខាងក្រៅដែលក្នុងនោះមានសហរដ្ឋអាមេរិកអ៊ីស្រាអែលក៏ដូចជាប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជាពិសេសគឺនៅតំបន់អារ៉ាប់កម្ដៅសង្គ្រាមនៅមជ្ឈមបូព៌ានៅពេលនេះត្រូវបានគេមើលឃើញថាហាក់ឡើងកម្ដៅឡើងវិញខ្លាំងបន្ទាប់ពីប្រមាណថ្ងៃនេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងសន្ធាប់នៅទីក្រុងតេហេរ៉ង់បំផ្លាញរចនាសម្ព័ន្ធប្រេងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផលិតប្រេងរបស់អ៊ីរ៉ង់ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ជាការសងសឹកបញ្ជាការដ្ឋានយោធាកំពូលអ៊ីរ៉ង់បានចេញអសានវ៉ាតប្រមានការវាយប្រហារលើរោងចក្រប្រេងនៅទូទាំងតំបន់អារ៉ាប់ដើម្បីសងសឹកទៅនឹងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចំពោះរោងចក្រនិងឃ្លាំងស្តុកប្រេងរបស់ខ្លួនតាមការផ្សាយដោយសារព័ត៌មាន Yeni Safak នៅថ្ងៃទី9ខែមិនិនាឆ្នាំ2026បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងចម្រាញ់ប្រេងនិងឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃសៅរ៍កន្លងទៅអ៊ីរ៉ង់បានបញ្ជាក់ច្បាស់ថាបើការវាយប្រហារនៅតែបន្តនោះតម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់ជាង$200ក្នុងមួយបារ៉ែលជាក់ជាមិនខានមកទល់ពេលនេះតម្លៃប្រេងអន្តរជាតិបានហក់ឡើងលើស$100ក្នុងមួយបារ៉ែលទៅហើយដែលធ្វើឲ្យមានបញ្ហាជ្រួលច្របល់ទូទាំងពិភពលោកមេដឹកនាំអ៊ីរ៉ង់បានអំពាវនាវឲ្យបណ្ដាប្រទេសអ៊ីស្លាមទាំងអស់រួមគ្នាដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោននិងអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារដ៏សាហាវឃោរឃៅមកលើខ្លួនការព្រមាននេះគឺធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលបានចាប់ផ្ដើមធ្វើការពីថ្ងៃទី28ខែកុម្ភៈបណ្ដាលឲ្យមានអ្នកស្លាប់ជាង1200នាក់នៅអ៊ីរ៉ង់រួមទាំងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ដែលមានប្រជាជនកាន់សាសនាអ៊ីស្លាមនីកាយស៊ីអ៊ីតរាប់លាននាក់គោរពស្មើនឹងព្រះបាទហើយប្រជាជនអ៊ីរ៉ង់ក៏មានរបួសជាង10000នាក់ផងដែរជាការឆ្លើយតបយ៉ាងចាស់ដៃអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលនិងប្រើដ្រូនអត្តឃាតវាយប្រហារលើអ៊ីស្រាអែលនិងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពាក់ដែលផ្ដល់ទីតាំងឲ្យមូលដ្ឋានទ័ពអាមេរិកអ្វីដែលធ្វើឲ្យពិភពលោកកាន់តែព្រួយបារម្ភបំផុតនោះគឺការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រហូម៉ូសដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់បំផុតដោយមានប្រេងប្រមាណ20លានបារ៉ែលឆ្លងកាត់ជារៀងរាល់ថ្ងៃការបិទច្រកសមុទ្រនេះរួមជាមួយការគំរាមកំហែងលើប្រភពផលិតប្រេងក្នុងតំបន់បានបង្ហាញថាអ៊ីរ៉ង់កំពុងប្រើប្រាស់អាវុធសេដ្ឋកិច្ចដើម្បីបង្កជាភាពវឹកវរដល់ពិភពលោកទាំងមូលប្រសិនបើចំនួននេះនៅតែបន្តរីករាលដាលវានឹងក្លាយជាសង្គ្រាមទ្រង់ទ្រាយធំដែលមិនត្រឹមតែបំផ្លាញជីវិតមនុស្សទេប៉ុន្តែធ្វើឲ្យសេដ្ឋកិច្ចសកលលោកទាំងមូលធ្លាក់ក្នុងវិបត្តិដែលមិនធ្លាប់មានពីមុនមកបាទប្រិមិត្តទាំងអស់នេះគឺជាយុទ្ធសាស្ត្រសង្គ្រាមរបស់អ៊ីរ៉ង់បើទោះបីជាអ៊ីរ៉ង់ដឹងថាបើប្រើប្រាស់អាវុធបាទគឺពិតណាស់អ៊ីរ៉ង់ចាញ់ប្រៀបបាទសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលជាប្រទេសមួយត្រូវគេស្គាល់ថាបាទជាមហាអំណាចយោធាទៅហើយប៉ុន្តែសង្គ្រាមមិនមែនមានតែត្រឹមការបាញ់តទល់គ្នានោះទេក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺការធ្វើឲ្យដៃគូខាតបង់ដែលអាចជាសម្ពាធរហូតដល់អាចលែងតដៃបានបាទដែលចំណុចទាំងអស់នេះអ៊ីរ៉ង់មើលឃើញថាការគ្រប់គ្រងច្រកសមុទ្រហូម៉ូសបិទផ្លូវមិនឲ្យនាវាដឹកប្រេងឆ្លងកាត់គឺជាចំណុចស្លាប់រស់មួយដែលដាក់បន្ទុកបាទទៅលើសេដ្ឋកិច្ចពិភពលោកធ្វើឲ្យប្រេងឡើងថ្លៃប្រជាជនសហរដ្ឋអាមេរិកក៏ប៉ះពាល់សហរដ្ឋអាមេរិកខ្លួនឯងក៏ខាតបង់ដូចគ្នា